ជំរាបសួរនាងខ្ញុំឈ្មោះរនសនិតជាបុគ្គលិកបម្រើការនៅសាកលវិទ្យាល័យបរិស្សាអេស៊ីដានៅពេលថ្មីនេះសាកលវិទ្យាល័យបរិស្សាអេស៊ីដាបានដឹកនាំនិស្សិតចំនួន4រូបឲ្យចូលរួមក្នុងកម្មវិធី Student Mobility ជាមួយសាកលវិទ្យាល័យដៃគូគឺសាកលវិទ្យាល័យ Multimedia Nusantara ឬហៅកាត់ថា UMN ហើយក៏ជាសាកលវិទ្យាល័យមួយដែលមានកេរ្តិ៍ឈ្មោះនិងលេចធ្លោជាពិសេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនិងគមនាគមន៍ចាថ្ងៃនេះផងដែរនាងខ្ញុំមានបទសម្ភាសន៍ផ្ទាល់មួយជាមួយបងប្អូននិស្សិតទាំង4រូបដែលបានចូលរួមនៅក្នុងកម្មវិធីនេះអញ្ចឹងយើងទៅជួបជាមួយនឹងពួកគាត់ផ្ទាល់តែម្ដងបាទជំរាបសួរខ្ញុំបាទឈ្មោះម៉ែលីហួរជានិស្សិតជំនាញ Computer Science and Engineering ហើយខ្ញុំមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ ACDA ជំរាបសួរនាងខ្ញុំឈ្មោះប៊ូស៊ូនីងជានិស្សិតឆ្នាំទី4ដែលកំពុងសិក្សានៅជំនាញ International Business នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDAជំរាបសួរនាងខ្ញុំឈ្មោះហេងសុចិតាសប្តាហ៍នាងខ្ញុំរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA ទៅលើជំនាញពាណិជ្ជកម្មអន្តរជាតិឆ្នាំទី4ជំរាបសួរនាងខ្ញុំមានឈ្មោះសុងពេជ្រធីតាដែលកំពុងតែសិក្សាជំនាញ Finance and Banking ឆ្នាំទី1នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA តែអរគុណអូនអញ្ចឹងចូលទៅដល់បទសម្ភាសន៍យើងបន្តទៀតចង់ដឹងថាតើកម្មវិធី Student Mobility ផ្ដល់អត្ថប្រយោជន៍អីខ្លះហើយអូនបានរៀនសូត្រអីខ្លះពីកម្មវិធីមួយនេះដែរបានគ្រូសម្រាប់កម្មវិធីមួយហ្នឹងគឺយើងរៀនសូត្របានច្រើនមែនទែនទី1យើងរៀនសូត្រទាំងតំណែងតំណងអន្តរជាតិជាមួយនឹងនិស្សិតបរទេសផ្សេងៗហើយទី2យើងសិក្សាអំពីសាលាពីគោលការណ៍របស់សាលាជាមួយនឹងបច្ចេកវិទ្យានៃការបង្រៀនរបស់និស្សិតហើយក៏ដូចជាប្រស័យតាក់ទងនៅសាលាគេហើយនឹងវប្បធម៌អរិយធម៌របស់គេផងដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនហើយក៏ខ្ញុំបានរៀនសូត្រជាច្រើនអំពីកម្មវិធី Student Mobility មួយនេះផងដែរដូចជាខ្ញុំទទួលបានបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯងហើយមួយទៀតគឺខ្ញុំបានបង្កើនជំនាញភាសាសម្រាប់ខ្លួនឯងផ្ទាល់ជាមួយនឹងពង្រឹងភាសាអង់គ្លេសរបស់ខ្ញុំដូចគ្នាហើយមួយវិញទៀតគឺខ្ញុំបានមានប្រស័យតាក់ទងល្អជាមួយនឹងជនជាតិបរទេសចាបន្ថែមទៅលើនោះទៅទៀតដែរក៏បានជួយនាងខ្ញុំបានច្រើនតាក់ទងជាមួយនឹងផ្នែក communication ដែលយើងធ្វើការទំនាក់ទំនងល្អរវាងមិត្តនិស្សិតដែលគាត់បានចូលរួមតាមរយៈការធ្វើការងារស្រាវជ្រាវជាក្រុមនិងជាចុងក្រោយក៏យើងបានធ្វើការផ្លាស់ប្ដូរពាក់ព័ន្ធជាមួយនឹងបរិបទសិក្សាវប្បធម៌អរិយធម៌រវាងប្រទេសរៀងៗខ្លួនទៅកាន់គ្នានឹងគ្នាផងដែរចា៎បងដោយបទពិសោធន៍នេះខ្ញុំបានរៀនច្រើនមែនទែនពីវាដោយខ្ញុំបានស្គាល់ពីរបៀបរបបរស់នៅរបស់ជនជាតិឥណ្ឌូនេស៊ីខ្ញុំបានស្គាល់ពីការរស់នៅរបស់គេការរៀនសិក្សានិងសាលាសាកលវិទ្យាល័យរបស់គេចាបងដឹងមកថាកម្មវិធីនេះមានរយៈពេល3សប្តាហ៍អញ្ចឹងចង់ដឹងថាតើរយៈពេល3សប្តាហ៍ហ្នឹងគេរៀបចំឡើងចែកចេញជាប្រមាណដំណាក់កាលដែរហើយអូនរៀបរាប់ពីដំណាក់កាលនីមួយៗផងថាគេធ្វើអីខ្លះដែរបាទកម្មវិធីនេះទាំងអស់មាន3ដំណាក់កាលបាទដំណាក់កាលទី1គឺយើងរៀនអនឡាញជាមួយនឹងសាស្ត្រាចារ្យមកពីសាលា UMN គឺគាត់បានបង្រៀនតែទៅនឹងបច្ចេកវិទ្យានៃការសិក្សាវគ្គសិក្សារបស់សាកលវិទ្យាល័យក៏ដូចជាវប្បធម៌អរិយធម៌ហើយជាមួយនឹងការធ្វើ assignment បច្ចេករបស់និស្សិតឬមួយក៏កម្មវិធីរបស់សាលាមានមុខវិជ្ជាហើយតាក់ទងទៅនឹងប្រស័យតាក់ទងរវាងមិត្តភ័ក្តិមកពីក្រៅប្រទេសដែលសារតែយើងរៀនអនឡាញគឺយើងរៀនអនឡាញជុំគ្នាហើយមួយវិញទៀតនោះគឺយើងបានយល់ដឹងអំពីកម្មវិធីសិក្សាខ្លះមុននឹងយើងទៅដល់សាកល UMN ផ្ទាល់ចាសម្រាប់ដំណាក់កាលទី2ដែលត្រូវជានឹងសប្តាហ៍ទី2គឺខាងសិស្សនិស្សិតដែលគាត់បានចូលរួមគឺតម្រូវឲ្យទៅធ្វើការសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ UMN នៃប្រទេសឥណ្ឌូនេស៊ីហើយសាលាគឺល្អមែនទែនហ្មងសាលាជាពិសេសគឺខ្ញុំឃើញ modern ការ update ទៅលើបច្ចេកវិទ្យាសាលាគេគឺល្អខ្លាំងមែនទែនសម្រាប់ដំណាក់កាលទី2វិញគឺជាដំណាក់កាលដ៏សំខាន់សម្រាប់ខ្ញុំតែម្ដងគឺខ្ញុំបានទៅសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ UMN ហើយនៅប្រទេសឥណ្ឌូនេស៊ីនឹងផ្ទាល់ដោយខ្ញុំបានយល់ដឹងអំពីបទពិសោធន៍ថ្មីជាច្រើនដែលខ្ញុំអត់ដែលមានពីមុនអត់ដែលស្គាល់និងអត់ដែលបានដឹងឮពីមុនតែម្ដងហើយយើងក៏បានបង្ហាញនៅសមត្ថភាពរបស់យើងផ្ទាល់ជាមួយនឹងសម្ដែងនៅវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិហ្នឹងសម្រាប់ថ្ងៃទី1ដល់ពេលសម្រាប់ថ្ងៃទី2វិញគឺគេបាននាំយើងទៅតាមខេត្តដែលគេព្រានយើងថាគឺការធ្វើកាហ្វេរបស់គេហ្នឹងបែបម៉េចគេធ្វើកាបូបដោយដៃហ្នឹងចេញពីស្លឹកមួយម្យ៉ាងហ្នឹងបែបម៉េចហើយក៏នាំយើងដើរលេងសប្បាយដែរដែលវាអូខេតាមខេត្តហ្នឹងប៉ុន្តែគេអីលើដូចសប្បាយ
សម្រាប់ដំណាក់កាលទី3គឺជាដំណាក់កាលចុងបញ្ចប់ដែលខ្ញុំបានត្រឡប់មកពីសាកល UMN វិញផ្ទាល់ដែលយើងបានធ្វើជា report ទៅកាន់សាកល UMN វិញផ្ទាល់ដូចគ្នាដោយយើងនិយាយអំពីចំណាប់អារម្មណ៍របស់យើងនៅក្នុងដំណាក់កាលទី1និងដំណាក់កាលទី2 នៅពេលដែលអូនទៅសិក្សានៅទីនោះផ្ទាល់អូនអាចដឹងទេអំពីកម្មវិធីសិក្សារបស់ UMN បើធៀបទៅនឹងសាកលវិទ្យាល័យយើងក៏ដូចជាសាកលវិទ្យាល័យផ្សេងទៀតវាមានលក្ខណៈដូចគ្នាឬមួយក៏ខុសគ្នាមិនខ្លះដែរ ចាបងសម្រាប់កម្មវិធីសិក្សានៅសាកលវិទ្យាល័យ UMN បើធៀបជាមួយនឹងកម្មវិធីសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ SCDA របស់យើងគឺមានភាពស្រដៀងគ្នាក៏ដូចជាខុសគ្នាមួយចំនួនផងដែរតាក់ទងជាមួយនឹងកម្មវិធីសិក្សានៅសាកលវិទ្យាល័យ UMN គឺគេ focus ខ្លាំងទៅលើផ្នែក technology ផ្នែក entrepreneurship ក៏ដូចជា digital content creation ដែលកម្មវិធីសិក្សាមួយនេះអាចឲ្យសិស្សនិស្សិតគាត់បង្កើតជា game ដែលខ្លួនឯងបាន សម្រាប់ខ្ញុំផ្ទាល់បើតាមបទពិសោធន៍ដែលខ្ញុំបានទៅសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ UMN មកធៀបជាមួយនឹងមុខវិជ្ជានៅសាកលវិទ្យាល័យរបស់យើងគឺអត់សូវខុសគ្នាហ្មងទេគឺស្តៀងគ្នាដែរ គាត់ថាស្តៀងគ្នាច្រើនបាទទាំងការបង្រៀនទាំងមុខវិជ្ជានៃការបង្រៀនហើយនិងការរៀបចំបរិបទបរិយាកាសជុំវិញសាកលវិទ្យាល័យបាទ បើសិនជាធៀបទៅសាកលវិទ្យាល័យ UMN ហ្នឹងជាមួយសាកលវិទ្យាល័យយើងដូចជាអត់ខុសគ្នាច្រើនទេបងដូចវាស្តៀងគ្នាច្រើនដែរប៉ុន្តែគ្រាន់តែគេផ្ដោតទៅលើ personal branding ជាមួយនឹងខាង technology ច្រើនដូចថាគេមានបន្ទុកវីដេអូមួយសម្រាប់ឲ្យយើងលេងយក ចាអូនសម្រាប់កម្មវិធីនេះប្រកាសជាមាននិស្សិតច្រើនជាតិសាសន៍ហើយអញ្ចឹងតើបងបានចូលរួមធ្វើបទបង្ហាញអំពីសាកលវិទ្យាល័យយើងក៏ដូចជាប្រទេសកម្ពុជាយើងទៅដល់និស្សិតដទៃទៀតហ្នឹងយ៉ាងដូចម្តេចដែរ បាទសម្រាប់ការបង្ហាញពីសាកលវិទ្យាល័យដូចជាប្រទេសយើងទៅខាងជាតិសាសន៍ដទៃទៀតដំបូងធម្មតាពេលយើងទៅដល់សាកលវិទ្យាល័យគឺគេមានការចាប់ដៃគូរវាងជាតិសាសន៍មិនថាយើងកម្ពុជានេះចាប់ជាមួយខាងហ្វីលីពីនឬមួយក៏ម៉ាឡេយើងចាប់ជាមួយជាតិសាសន៍មិនថាយើងគេបន្ទប់មួយគ្នាឬមួយក៏យើងបែបជាក្រុមនៃការធ្វើបច្ចេកក៏គេចែកជាតិសាសន៍ខុសគ្នាដែរបាទ ចាបងសម្រាប់ការធ្វើបទបង្ហាញពាក់ព័ន្ធជាមួយនឹងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ SCDA យើងទៅកាន់មិត្តនិស្សិតដែលគាត់ចូលរួមគឺនឹងខ្ញុំធ្វើការណែនាំក៏ដូចជាបង្ហាញប្រកបពីកម្មវិធីសិក្សាមួយចំនួននៅសាកលវិទ្យាល័យរបស់យើងក៏ដូចជា environment នៅសាលារបស់យើងផងដែរអ្វីដែលសំខាន់នោះគឺនាងខ្ញុំបានធ្វើការចែករំលែកនិងណែនាំទៅកាន់មិត្តនិស្សិតដែលគាត់បានចូលរួមតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រអរិយធម៌វប្បធម៌ម្ហូបអាហារក៏ដូចជាតំបន់ទេសចរមួយចំនួននៃប្រទេសកម្ពុជារបស់យើងផងដែរ សរុបសេចក្តីមកហេតុអីបានជាសាកលវិទ្យាល័យយើងសម្រាប់ចាត់ចូលរួមកម្មវិធី Student Mobility ជាមួយនឹង UMN ចាបងសម្រាប់មូលហេតុដែលសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ SCDA សម្រាប់ចាត់ចូលរួមកម្មវិធី Student Mobility Program មួយនេះគឺដោយសារតែទី1គឺខាងសាកលវិទ្យាល័យចង់ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាកលវិទ្យាល័យផ្សេងទៀតនៃប្រទេសអន្តរជាតិ តែសាកលវិទ្យាល័យរបស់យើងគាត់ចង់ពង្រឹងនៅសមត្ថភាពរបស់និស្សិតរបស់យើងហើយនឹងចង់បង្កើននៅភាពការសហការបែបអន្តរជាតិជាមួយនឹងបណ្ដាប្រទេសផ្សេងៗហើយនិស្សិតរបស់យើងក៏គាត់អាចបញ្ចេញនៅសមត្ថភាពទៅកាន់បណ្ដាប្រទេសផ្សេងៗដូចគ្នា សម្រាប់ខ្ញុំគិតថាទី1ធម្មតាគាត់ចង់អភិវឌ្ឍនៃសមត្ថភាពរបស់និស្សិតពីសាកលវិទ្យាល័យយើងទៅសិក្សានៅសាកលវិទ្យាល័យនៅខាងក្រៅប្រទេសបាទហើយទី2គឺយើងគាត់ចង់ឲ្យខាងនិស្សិតគ្រប់រូបហ្នឹងគឺគាត់មានវិស័យតាក់ទងជាមួយនឹងនិស្សិតក្រៅប្រទេសបាទក្រៅប្រទេសហើយយើងរៀនសូត្រគាត់ចង់ផ្ដល់ពីចំណេះដឹងឲ្យយើងទៅរៀននៅខាងក្រៅប្រទេសទៅយើងយកពីចំណេះដឹងពីក្រៅប្រទេសហ្នឹងមកអាប់ដេតឬមកអភិវឌ្ឍនៅក្នុងសាកលវិទ្យាល័យយើងវិញ តើអូនមានកម្រងចូលរួមកម្មវិធីបែបនេះបន្តទៀតទេបើសិនជាសាកលវិទ្យាល័យយើងរៀបចំឲ្យមានកម្មវិធីបែបហ្នឹងម្ដងទៀតនៅពេលខាងមុខហើយអាចបញ្ជាក់ពីហេតុផលផង ចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំពិតជាចង់ចូលរួមជាមួយនឹងកម្មវិធីបែបនេះម្ដងទៀតបើសិនជាសាកលវិទ្យាល័យរបស់យើងគាត់មានគម្រោងនឹងរៀបចំកម្មវិធីបែបនេះម្ដងទៀតនៅថ្ងៃអនាគតដោយសារតែខ្ញុំចង់នាំយកជាមួយនឹងបទពិសោធន៍ថ្មីឬក៏អ្វីថ្មីដែលប្រទេសជាតិរបស់យើងគាត់អត់ទាន់មានដើម្បីយកមកអភិវឌ្ឍនិងបង្ហាញទៅដល់និស្សិត ដូចជាបងប្អូននិស្សិតដែលគាត់កំពុងតែបន្តការសិក្សានៅក្នុងស្រុករបស់យើងដើម្បីបង្ហាញនិងចង់ចូលរួមជាចំណែកមួយនៃប្រទេសរបស់យើងដើម្បីឲ្យអភិវឌ្ឍនិងរីកចម្រើនជាងមុនផងដែរ បាទប្រកាសថាចូលរួមម្ដងទៀតដោយសារតែហេតុផលរបស់ខ្ញុំគឺស្រួលចូលទេដោយសារតែទីមួយកម្មវិធីគាត់រៀបចំល្អហើយខ្ញុំគិតថាវាត្រូវជំនាញដែលខ្ញុំចង់សិក្សាហើយខ្ញុំចង់រៀនសូត្របន្ថែមពីសាកលវិទ្យាល័យរបស់គេបាទ ចាបងប្រសិនបើសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ SCDA គាត់មានជាកម្មវិធីបែបនេះទៀតខ្ញុំនឹងសម្រាប់ចិត្តនឹងចូលរួមម្ដងទៀតដោយសារតែនៅពេលដែលនាងខ្ញុំបានចូលរួមកម្មវិធីបែបនេះគឺខ្ញុំគិតថានាងខ្ញុំអាច
បង្កើននៅសមត្ថភាពរបស់ខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនសិក្សានិងរៀនសូត្រនៅអ្វីដែលថ្មីដើម្បីយកទៅអភិវឌ្ឍខ្លួននៅថ្ងៃខាងមុខទៀត ខ្ញុំនឹងមានទំលងចាំតែម្ដងទៀតបងមិនថាជាសាកលវិទ្យាល័យរបស់យើងហើយមានកម្មវិធីនេះម្ដងទៀតដោយសារតែលើកទី1ខ្ញុំទទួលបានបទពិសោធន៍ច្រើនប៉ុណ្ណឹងហើយបើសិនជាមានលើកទី2ខ្ញុំនឹងទទួលបានបទពិសោធន៍ច្រើននេះ ហើយជាចុងក្រោយតើបងអូនមានអ្វីចង់ចែករំលែកបន្ថែមទៀតទេទៅកាន់និស្សិតដទៃទៀត បាទសម្រាប់មតិឬមួយក៏ការផ្ដល់យោបល់ពីខាងខ្ញុំវិញគឺខ្ញុំផ្ដល់យោបល់ឲ្យអ្នកទាំងអស់គ្នាចូលរួមនៅកម្មវិធី Student Mobility ដោយសារតែកម្មវិធីនេះល្អមែនសម្រាប់ខ្ញុំគឺខ្ញុំទៅលើកដំបូងទេប៉ុន្តែខ្ញុំគិតថាកម្មវិធីនេះគឺផ្ដល់នៅសមត្ថភាពថ្មីឬមួយក៏បទពិសោធន៍ថ្មីសម្រាប់ខ្ញុំដោយសារតែទី1បទពិសោធន៍ថ្មីទី1គឺហោះហើរទៅក្រៅប្រទេសខ្ញុំអត់ដែលទេបានលើកដំបូងរបស់ខ្ញុំហើយទី2តាក់ទងទៅនឹងការ skill upgrade skill របស់យើងនៃការរៀនសាកលវិទ្យាល័យបាទហើយទៅមានច្រើនទៀតសម្រាប់បងមិនថាបងចង់រៀនផ្នែកអីក៏ដោយក៏អាចចូលរួមបានដែរដោយសារវាជាចំណុះចិត្តសាស្ត្រយើងសិក្សាអំពីសាកលវិទ្យាល័យគេហើយយើងសិក្សាអំពីជនជាតិទៀតដោយសារយើងរៀនជាមួយនឹងជនជាតិខុសគ្នាបាទរៀបបទហ្នឹងគឺជាអ្វីអាចបាយពីខ្ញុំវិញដល់អ្នកទាំងអស់គ្នា សម្រាប់ខ្ញុំផ្ទាល់ខ្ញុំចង់លើកទឹកចិត្តទៅដល់និស្សិតទាំងអស់មិនថាគាត់សិក្សានៅក្នុងសាកលវិទ្យាល័យ ACEDA របស់យើងឬក៏សាកលវិទ្យាល័យផ្សេងៗនៅក្នុងស្រុករបស់យើងទេខ្ញុំចង់ឲ្យគាត់បានចូលរួមជាមួយនឹងកម្មវិធីមួយនេះដោយសារតែកម្មវិធីមួយនេះមិនមែនផ្ដោតទៅលើតែការសិក្សាមកទេគឺខាងសាលាគឺគាត់បាននាំយើងទៅស្គាល់អ្វីដែលថ្មី សម្រាប់ចំណុចដែលនាងខ្ញុំចង់ចែករំលែកទៅកាន់មិត្តនិស្សិតបន្ថែមទៀតនេះដែរគឺនាងខ្ញុំសូមធ្វើការជំរុញនិងលើកទឹកចិត្តឲ្យមិត្តនិស្សិតរបស់យើងធ្វើការចូលរួមកម្មវិធីបែបនេះឲ្យបានច្រើនដើម្បីធ្វើការរៀនសូត្រនិងសិក្សានៅអ្វីដែលថ្មីនិងយកមកអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងឆ្លៀតឱកាសនេះផងដែរនាងខ្ញុំក៏សូមធ្វើការថ្លែងអំណរគុណដល់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACEDA ដែលបានផ្ដល់ឱកាសឲ្យលោកនាងខ្ញុំបានចូលរួមនៅកម្មវិធី Student Mobility មួយនេះក៏ដូចជាផ្ដល់ឱកាសឲ្យលោកនាងខ្ញុំបានធ្វើការចែករំលែកនៅបទពិសោធន៍នៅក្នុងថ្ងៃនេះផងដែរ អ្វីដែលជាបទពិសោធន៍ដែលខ្ញុំអាចចែករំលែកបានបទពិសោធន៍ដែលខ្ញុំទៅនោះហ្នឹងគឺលើកទី1ខ្ញុំរៀងភ័យពីសារទោះខ្ញុំទៅមួយខាងបងដែរប៉ុន្តែខ្ញុំអត់ស្គាល់គាត់ទេគឺលើកដំបូងខ្ញុំស្គាល់គាត់ដែរប៉ុន្តែគាត់ចិត្តល្អមែនទែនគឺគាត់ជួយមើលថែខ្ញុំដោយសារខ្ញុំឆ្នាំទី1ក្មេងជាងគេយ៉ាងទៅហើយដល់ពេលទៅដល់នោះធម្មតាយប់ទី1ខ្ញុំចាប់ដើមទឹកផ្ទះបាត់ហើយដោយសារខ្ញុំអត់ដែរចេញក្រៅយូរដល់អ្នកនឹងទេហើយក៏ប៉ុន្តែសម្រាប់ថ្ងៃទី2ខ្ញុំចាប់ដើមស្គាល់គេខ្ញុំស្គាល់អ្នកដែលខ្ញុំនៅដងជាមួយនឹងគឺគាត់ friendly ហើយគាត់ក៏រៀងសួរខ្ញុំដែរថាខ្ញុំមានអារម្មណ៍មិនចៃអីគាត់សួរនាំខ្ញុំគាត់ខកពីខ្ញុំដែរហើយអ្នកផ្សេងទៀតអីចឹងទៅដល់ពេលខ្ញុំស្គាល់កាន់តែច្រើនទៅខ្ញុំរំខានដូចនៅផ្ទះខ្លួនឯងវិញខ្ញុំបានដើរលេងគាត់សម័យបាន experience បទពិសោធន៍ជុំគ្នាជាមួយគាត់ហើយដល់ពេលដល់ថ្ងៃចុងក្រោយគឺខ្ញុំអត់ទៅផ្ទះវិញខ្ញុំទៅពួកគាត់វិញ នាងខ្ញុំសូមអរគុណដល់បងប្អូននិស្សិតទាំង4រូបដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីចែករំលែកបទពិសោធន៍នៅក្នុងកិច្ចសម្ភាសន៍មួយនេះសូមជូនពរបងប្អូនទទួលបានសុខភាពល្អនិងជោគជ័យក្នុងការសិក្សាសូមអរគុណ